ទំនាក់ទំនងណាក៏ដោយបើនៅជាមួយគ្នាបានគឺនៅបើនៅមិនបានគឺចែកផ្លូវគ្នាទៅវាមិនមែនជារឿងធំដុំទេការយល់ដឹងកាន់តែច្រើនកាន់តែងាយស្រួលច្របូកច្របល់កាន់តែច្រើនការឈឺចាប់ក៏កាន់តែច្រើនឡើងដោយធម្មជាតិអ្នកកុំនិយាយថាខ្ញុំគ្មានមេត្តាពីមុនខ្ញុំជាមនុស្សស្លូតជាងគេបំផុតប៉ុន្តែការស្លូតបូតរបស់ខ្ញុំត្រូវបានគេចាត់ទុកថាល្ងីល្ងើការអត់ធ្មត់របស់ខ្ញុំត្រូវបានគេចាត់ទុកថាល្ងងទាំងអស់គ្នាសុទ្ធតែធ្វើជាមនុស្សលើកទី1អ្នកណាក៏មិនចាំបាច់ត្រូវបំផ្លាញអ្នកណាដែរអ្នកណាក៏មិនត្រូវការទៅផ្គប់ចិត្តអ្នកណាដែរកុំទៅរំខានមនុស្សដែលមិនសុខចិត្តខ្វល់ខ្វាយជាមួយនឹងអ្នកពីព្រោះនៅក្នុងចិត្តរបស់គេអ្នកមិនមែនជាមនុស្សដែលសំខាន់បំផុតនោះទេចំពោះមនុស្សដែលមិនស្រឡាញ់ខ្វល់ខ្វាយពីអ្នកគ្រប់ការហៅទូរស័ព្ទរបស់អ្នកគ្រប់សាររបស់អ្នកគឺសុទ្ធតែជាការរំខានមួយប្រភេទគ្រប់ការសួរសុខទុក្ខគ្រប់ការយកចិត្តទុកដាក់របស់អ្នកសុទ្ធតែធ្វើឲ្យគេមានអារម្មណ៍ថាមានសម្ពាធខ្លាំងអ្នកដែលចង់ឆ្លើយតបសាររបស់អ្នកទោះបីជាហត់ប៉ុណ្ណារវល់ប៉ុណ្ណាគេក៏មានពេលវេលាដែរអ្នកដែលចង់កំដរអ្នកជជែកគ្នាមិនដែលគិតថាអ្នកនិយាយច្រើននោះទេអ្នកដែលចង់កំដរអ្នកទទួលទានអាហារទោះបីជាផ្អែមល្វីងជូរចត់ក៏ចូលចិត្តបរិភោគដែរអ្នកដែលចង់ជូនអ្នកទៅផ្ទះវិញទោះបីជានៅលិចកើតជើងត្បូងក៏ស្របផ្លូវជាមួយគ្នាដែរដូច្នេះហើយការប្រឈមនឹងសេចក្តីស្នេហាបើសិនជាអ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍ទទួលបាននៅពិភពលោករបស់អ្នកខ្ញុំគឺជាចំណែកលើសអីចឹងខ្ញុំនឹងបង្វែរខ្លួនដោយមិនស្ទាក់ស្ទើរមិនរំខានអ្នកតទៅទៀតឡើយមនុស្សស្រីម្នាក់នេះលែងរំខានអ្នកទៀតហើយលែងខឹងនឹងឆ្លោះជាមួយអ្នកទៀតហើយលែងសួរអ្នករាល់ថ្ងៃថាអ្នកកំពុងធ្វើអ្វីហើយក៏មិនត្រូវការអ្នកកំដរទៀតដែរនេះមិនមែនដោយសារអ្នកលែងសំខាន់ហើយក៏មិនមែនដោយសារនាងលែងស្រឡាញ់អ្នកទៀតដែរផ្ទុយទៅវិញគឺដោយសារអ្នកធ្វើឲ្យនាងមានអារម្មណ៍ថានាងជាមនុស្សតាមរំខានអ្នកដូច្នេះហើយនាងសាកល្បងឲ្យខ្លួនឯងទម្លាក់ចោលតាមពិតមនុស្សស្រីបែបនេះនាងចេះដឹងខ្លាំងណាស់នៅពេលដែលនាងដឹងថាអ្នកឈប់ស្រឡាញ់នាងតទៅទៀតនាងចាក់ចេញពីអ្នកដោយខ្លួនឯងពេលខ្លះយើងសុទ្ធតែនិយាយថាមនុស្សស្រីរឹងមាំខ្លាំងណាស់តាមពិតរឿងដែលអ្នកមិនដឹងគឺភាពរឹងមាំរបស់នាងនេះគឺជាភាពថ្លៃថ្នូរមួយចុងក្រោយបង្អស់ដែលនាងទុកឲ្យខ្លួនឯងនាងចេះថែរក្សាសេចក្តីស្នេហាតែផ្ទុយទៅវិញអ្នកដែលមិនចេះថែរក្សាសេចក្តីស្នេហានោះគឺអ្នកគង់មានថ្ងៃណាមួយអ្នកនឹងយល់នៅស្ងៀមមិនស្ដីគឺត្រូវបដិសេធប្រងើយកន្តើយគឺមិនខ្លាចបាត់បង់មិនឆ្លើយសំណួរគឺជាចម្លើយនិយាយលេះឡោះគឺកុហកមិននៅក្បែរគឺមិនចូលចិត្តមានរឿងខ្លះមិនចាំបាច់ទៅតាមសួរពីព្រោះអ្នកងាកក្រោយមើលគ្រប់ចំណុចទាំងអស់គឺជាចម្លើយហើយដាច់ខាតកុំឲ្យតម្លៃខ្លួនឯងខ្ពស់ពេកនៅក្នុងចិត្តរបស់អ្នកដទៃកុំគិតថាខ្លួនឯងជាមនុស្សសំខាន់បំផុតសម្រាប់គេតាមការពិត